នោះគឺ30លានលោកជាងតម្លៃដែលអ្នកផ្ដល់ជូនតម្លៃពិតជាគួរឲ្យទាក់ទាញពេកប៉ុន្តែនិយាយឲ្យត្រង់ទៅត្បូងនេះតម្លៃភីមានគូមួយគូប៉ុន្តែឥឡូវនេះនៅសល់តែមួយប៉ុណ្ណោះដូច្នេះតម្លៃដែលអ្នកបានផ្ដល់ឲ្យវាពិតជាបន្តិចខ្ញុំដឹងហើយសៀវហ្វេងគឺជាមនុស្សស្មោះត្រង់ម្នាក់មនុស្សនិយាយឲ្យត្រង់ទៅមានហេតុផលមួយទៀតសម្រាប់ខ្សែត្បូងថ្មនេះពាក់កណ្ដាលនៃវាគឺដោយសារតែឧត្តមសេនីយ៍ជាងនេះគ្រួសាររបស់អ្នកដូច្នេះអ្នកស្រីជាងសុកចិត្តបង់ថ្លៃទីផ្សារខ្ញុំនឹងទិញរបស់នេះពីអ្នកក្នុងតម្លៃ2 ដងនៃតម្លៃទីផ្សារហើយពាក់កណ្ដាលទៀតអូខ្ញុំយល់ហើយគ្រាន់តែប្រាប់ខ្ញុំថាតើអ្នកកំពុងលក់ឬអត់លក់វាទៅយើងពិតជាត្រូវលក់វាមែនបើមិនលក់ក្នុងតម្លៃខ្ពស់បែបនេះទេតើខ្ញុំល្ងងមែនទេទូរស័ព្ទដៃ30លានយ៉នត្រូវបានទទួលអយខ្ញុំបានក្លាយជាសេដ្ឋីហើយបរិសុទ្ធចំណាស់វានៅតែមានអារម្មណ៍ថាមិនប្រាកដនិយមបន្តិចពូស៊ូចាប់តាំងពីខ្សែត្បូងនេះមកខ្ញុំបានរកឃើញវាហើយដូច្នេះខ្ញុំនឹងចាក់ចេញឥឡូវនេះយូផាសត្រូវការជ្រើសរើសបុគ្គលិកថ្មីថ្មរដកមួយបាច់ត្រូវបានទិញមកហេតុអ្វីអ្នកមិនទៅអនុញ្ញាតឲ្យខ្ញុំមើលខ្សែត្បូងថ្មនេះឲ្យមានសុវត្ថិភាពខ្ញុំនឹងមិនទៅណាឆ្ងាយទេវាត្រូវបានដឹកជញ្ជូនអ្នកបានជួយខ្ញុំ2 ដងហើយខ្ញុំពិតជាដឹងគុណណាស់អរគុណសូមអញ្ជើញមកក្រុមហ៊ុនខ្ញុំដល់ពេលត្រូវទៅធ្វើការហើយប្រាក់ខែប្រចាំឆ្នាំ1លានតេតេស៊ីវស៊ី1លានចំពោះជាវិញខ្ញុំមានគម្រោងអនុញ្ញាតឲ្យនាងអ្នកមកដល់ហើយមើលរបស់អ្នកព្រោះពូស៊ូចូលចិត្តវាប្រសិនបើនរណាម្នាក់ដូចនោះពួកគេត្រូវតែត្រឹមត្រូវគិតទៅខ្ញុំមិនប្រកាន់ទេវាមានចុងទាំងពីរពូស៊ូបើដូច្នោះខ្ញុំនឹងឈប់សម្រាកល្អលោកគ្រូស៊ូទើបតែពេលនេះលោកប្រធានាធិបតីជាងបរិសុទ្ធឈ្មោះស៊ូដែលពួកគេកំពុងនិយាយអំពីយូផាឆឹងហេស៊ូផាឆឹងតានាងធ្វើអ្វីកន្លែងនោះនៅឆ្ងាយជាងទីនេះទៅទៀតនៅជិតផ្លូវបុរាណដ៏ល្បីល្បាញផងដែរមានតែមនុស្សម្នាក់ទេដែលអាចធ្វើបានញឹកញាប់ស្វែងរកត្បូងពេជ្រដ៏ល្អបំផុតដូច្នេះអ្នកប្រមូលវត្ថុបុរាណដូចជាឆេវខ្សែអ្នករាល់គ្នានៅទីនោះពួកគេសុទ្ធតែជាអតិថិជនប្រចាំភ្ញៀវត្បូងថ្មថ្នាក់កម្ពុជាខ្ញុំឆ្ងល់ថាតើចក្ខុវិស័យកម្មរស្មី X របស់ខ្ញុំអាចខ្ញុំបានឃើញថ្មមួយដូច្នេះខ្ញុំបានទៅទីនោះសាកល្បងមើលលោកជាងអ្នកបានបាត់បង់500នាក់រួចហើយដោយបានលេងល្បែងអស់រាប់ម៉ឺនហើយពួកគេនៅតែហ៊ានបន្តលេងទេតើមានអ្វីដែលត្រូវខ្លាចនៅពេលនិយាយអំពីលុយខ្ញុំមិនដែលខ្លាចអ្នកណាឡើយនេះជារបស់ដែលខ្ញុំបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញម្ចាស់ដាវរេឡើងនឹងអ្នកដទៃទៀតជាមួយកីឡាករក្រុមជម្រើសជាតិដូចជាគាត់វាមិនអាចទៅរួចទេអ្នកឈ្នះបើអ្នកមិនជឿខ្ញុំទេចូលយើងភ្នាល់ធំមួយមិនអីទេប្រាប់ខ្ញុំផងតើយើងភ្នាល់ដោយរបៀបណាប្រសិនបើអ្នកចាញ់អ្នកនឹងយកភាពជាប់គាំងរបស់អ្នកទៅជាមួយអ្នកសាកសពមួយបានរៀបការជាមួយរត់របស់យើងអ្នកចុះបើអ្នកចាញ់វិញបន្ទាប់មកគាត់បានលុបជង្គង់នៅចំពោះមុខលោកជាងនៅទីសាធារណៈការសុំទោសទូទៅតើអ្នកជានរណាខ្ញុំឈ្មោះជៀនប៉ៅដែលត្រូវបានអញ្ជើញដោយប្រធានាធិបតីចាញ់អ្នកគិតថាអ្នកស្គាល់ក្បាច់គុណមែនទេអ្នកដូចជាអ្នកប្រមូលសម្រាមច្រើនជាងក្មេងឲ្យខ្ញុំភ្នាល់អ្នកបើខ្ញុំចាញ់ខ្ញុំមិនត្រឹមតែអង្គគោរពនិងទទួលស្គាល់កំហុសរបស់ខ្ញុំប៉ុណ្ណោះទេថែមទាំងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅ5លានបន្ថែមទៀតបើអ្នកចាញ់អ្នកត្រូវតែមកប្រគល់វាមកយើងឆ្មាសំណាងសម្រាប់ផ្ទះរបស់អ្នកជាការប្រសើរណាស់សប្តាហ៍ថ្ងៃនេះមានមនុស្សគ្រប់ប្រភេទអ្នកអាចមកលេងល្បែងស៊ីសង្បាននោះគឺត្រូវហើយវាត្រូវបានអញ្ជើញដោយប្រធានាធិបតីចៅប៉ុន្តែវាជាអ្នកលេងដាវអាជីពលោកគ្រូតើក្មេងប្រុសម្នាក់នេះប្រហែលជាវាអាចប្រៀបធៀបបានអូទេក្រុមគ្រួសាររបស់យើងនិងអ្នកចាត់ការទូទៅយ៉ាងពួកគេកំពុងបដូរនាមត្រកូលទៅជាយ៉ាវភ្លាមតើអ្នកនៅតែយល់ពីល្បែងស៊ីសង្ត្បូងពេជ្រទេនេះជាលើកដំបូងរបស់ខ្ញុំសាកល្បងមើលអ្នកទាំងពីរមានសុជីវធម៌និងប្រុងប្រយ័ត្នដូច្នេះសូមជ្រើសរើសមួយណាដែលអ្នកចូលចិត្តថ្ម2សម្ភារៈបិទបង្អួចមួយដុំតម្លៃ500,000 យន់នៅក្នុងតំបន់អ្វីក៏ដោយដែលកើតឡើងវាកើតឡើង50,000 យន់ក្នុងមួយដុំតោះយើងប្រកួតគ្នានៅទីនេះហើយមើលថាអ្នកណាល្អជាងសូមឲ្យវានាំមកនៅសំណាងល្អដល់អ្នកលោកគ្រូសូមជ្រើសរើសមួយរៀនវាឲ្យបានរហ័សរៀនពីវាតើនេះមិនសមរម្យទេមួយដែលគាត់បានយកតើខ្ញុំកំពុងឃើញរបស់របរមែនទេសម្ភារៈ2 ដុំដែលឧត្តមសេនីយ៍ស៊ូបានយកមកគឺមួយដុំគឺពណ៌បៃតង Imperial ហើយមួយដុំទៀតសម្ភារៈត្បូងពេជ្រក្រហមថ្មឆៅពីចម្ងាយតម្លៃរបស់វាទាំងចិត្តទាំងឆ្ងាយរួបរวมតំបន់ចៃដនសណ្ដែកកូនកាត់តម្លៃវាមានតម្លៃ200,000 យន់តំបន់ចៃដនដាំអំពើតម្លៃ185,000 យន់តំបន់ចៃដនបៃតងអធិរាជលោកគ្រូស៊ូនិយាយត្រូវណាស់ក៏ហើយពិតជាមានត្បូងថ្មដែលមានគុណភាពខ្ពស់នៅទីនេះមែនទោះជាយ៉ាងណាក៏ដោយវាទាំងអស់បានប្រែក្លាយទៅជាបញ្ហានៃសម្ភារៈពិតជាបានជួយសន្សំប្រាក់ខ្ញុំមែនតាមពិតគាត់បានយកវាពីតំបន់ចៃដនវាហាក់ដូចជាខ្ញុំមិនយល់ពីសម្ភារៈទេល្បែងស៊ីសងយាយសប្តាហ៍នេះយើងប្រកាសជាឈ្នះពិតប្រាកដណាស់តើលទ្ធផលល្អអាចកើតចេញពីតំបន់ចៃដនដោយរបៀបណាសម្ភារៈពិតជាមិនសំខាន់ពេកហើយពីអ្នកនេះខ្ញុំស្មាន
សូម្បីតែប្រេងក៏ធម្មតាដែរតើទឹកអាចយកឈ្នះប្រធានាធិបតីជូដោយរបៀបណាបំណែកពីរដែលអ្នកបានជ្រើសរើសកូនអើយកូនមានទេពកោសល្យខ្លះហើយវារដប់ណាស់ពិបាករកត្បូងពេជ្រនៅក្នុងនោះថ្មមិនទាន់យឺតពេលទេក្នុងការទទួលស្គាល់ការបរាជ័យឥឡូវនេះវាពីរដង